កូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អអីសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះកូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកត្រឡប់មកវិញមាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ចំណែកចំណេះវិជ្ជាវិញនោះរឹតតែប្រើរឹតតែចម្រើនកូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេត្តាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូនកូនចូលធ្វើអ្វីគ្រប់យ៉ាងដោយសុចរិតកាលបើសុចរិតកូនក៏មានចិត្តស្អាតតែបើកូនប្រព្រឹត្តទុច្ចរិតវិញចិត្តរមែងសៅហ្មងទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ចំបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខអ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវបានគឺជាការសាងមិត្តរមែងរុងរឿងដូចជាព្រះមហោសថបើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយបានដោយងាយផងដែរតែបើកូនបោកបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយលំបាកដែរកូនគួរចាំនៅអ្វីដែលគួរចាំគួរភ្លេចនៅអ្វីដែលគួរភ្លេចបើមិនចាំបាច់ទេក៏មិនចាំបាច់គិតទៅនោះឡើយ